សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដោយដែលបងប្អូនបានដឹងហើយថាក្រមរបស់លោកសំរងស៊ីបានបង្កើតរដ្ឋាភិបាលក្រៅប្រទេសដែលរដ្ឋាភិបាលនេះបង្កើតឡើងផ្ទុយទៅនឹងច្បាប់ទាំងស្រុងរដ្ឋាភិបាលនេះបានប្រកាសសមាជិកកាលពីថ្ងៃទី8ខែតុលាឆ្នាំ2025លោកសំរងស៊ីបានប្រកាសពីសមាជិករដ្ឋាភិបាលក្រៅប្រទេសរបស់ខ្លួនដែលមានសមាជិកដឹកនាំមានចំនួន10រូបហើយអ្នកទាំងនោះគឺសុទ្ធសឹងតែតែងតាំងដោយលោកសំរងស៊ីខ្លួនឯងតែប៉ុណ្ណោះតែបើយើងក្រឡេកមកមើលរដ្ឋធម្មនុញ្ញមាត្រា118ថ្មីមាត្រា119ថ្មីការតែងតាំងរដ្ឋាភិបាលគឺដោយព្រះមហាក្សត្រតែក្រុមនេះបែរជាតែងតាំងខ្លួនឯងទៅវិញហេតុអីសំរងស៊ីបានជាមើលរំលងព្រះអង្គម្ចាស់ជីវិតដង្កល់លើត្បូងបែបនេះមួយវិញទៀតនៅពេលដែលប្រទេសកំពុងតែមានភាពវឹកវរដោយរងការឈ្លានពានពីសំណាក់កងទ័ពបរទេសលោកសំរងស៊ីបានដើរតួជាចារកម្មឲ្យកងទ័ពបរទេសដោយបានផ្ដល់ព័ត៌មាននិងបានបំបាក់ទឹកចិត្តកងទ័ពដោយលើកសរសើរកងទ័ពបរទេសបណ្ដោះបង្អាប់កងទ័ពខ្មែរទៅវិញសកម្មភាពនេះបានល្មើសដល់ក្រមព្រហ្មទណ្ឌឆ្នាំ2009ត្រង់ចំណុចមាត្រា445ដែលមានចែងអំពីការផ្ដល់ព័ត៌មានដល់រដ្ឋបរទេសដែលធ្វើឲ្យអន្តរាយដល់ការការពារជាតិដែលបានដឹកនាំដោយលោកសំរងស៊ីបានដាក់ចេញនៅបេសកកម្មដោយសហការជាមួយសហគមន៍អន្តរជាតិជាពិសេសប្រទេសហត្ថលេខីក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដើម្បីផ្លាស់ប្តូររដ្ឋាភិបាលស្របច្បាប់នៅក្នុងកម្ពុជាមួយវិញទៀតសហការជាមួយកងកម្លាំងប្រដាប់អាវុធនគរបាលអាវុធហត្ថរួមជាមួយនឹងអង្គការសង្គមស៊ីវិលនិងជំរុញតាមរយៈយុវជនទាំងក្នុងនិងក្រៅប្រទេសដែលជាហេតុនាំឲ្យមានការវឹកវរនិងអសន្តិសុខនៅក្នុងប្រទេសក្រោយពីបានសិក្សាទៅលើខ្លឹមសារនៃបេសកកម្មយើងអាចរំលេចឲ្យឃើញផងដែរថាដែលមានចែងនៅក្នុងច្បាប់ស្តីពីសញ្ជាតិដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី25ខែសីហាឆ្នាំ2025ត្រង់មាត្រា29ថ្មីអំពើក្បត់ជាតិអំពើខុបខិតជាមួយនឹងបរទេសធ្វើឲ្យអន្តរាយដល់អធិបតេយ្យភាពបរណភាពទឹកដីនិងសន្តិភាពជាតិជនដែលត្រូវបានផ្ដោតទានទោសបទឧក្រិដ្ឋតាក់ទងជាមួយនឹងបទរំលោភបំពានលើអង្គព្រះមហាក្សត្របើយោងតាមដែលក្រមនេះបានប្រកាសពីបេសកកម្មគម្រោងផែនការនិងគម្រាមកំហែងយ៉ាងខ្លាំងដល់សុខសន្តិភាពបរណភាពទឹកដីនិងអធិបតេយ្យភាពរបស់កម្ពុជាលោកសំរងស៊ីនិងបកពួកបានបំពានដល់ច្បាប់ស្តីពីសញ្ជាតិត្រង់មាត្រា29នេះដែលនាំឲ្យលោកសំរងស៊ីអាចត្រូវបានដកសញ្ជាតិបានសរុបសេចក្តីមកក្រោយពីបានសិក្សាលម្អិតនិងរំលេចចេញតាមរយៈអង្គច្បាប់ខាងលើរួចមកហើយយើងខ្ញុំទាំងអស់គ្នាយល់ឃើញថាលោកសំរងស៊ីនិងបកពួកគឺមានលក្ខខណ្ឌគ្រប់គ្រាន់និងនៅក្នុងការដកសញ្ជាតិដើម្បីធានាឲ្យបាននូវសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិ